Hello សួស្តីទៅកាន់មនុស្សសាវ៉ាទាំងអស់គ្នាផងដែរប៉ុន្តែមានក៏សូមនិយាយថាមនុស្សសាវ៉ាក៏គ្មានអត់មាននៅចំណោមនោះទេអាចអើយអញជ្រិញហើយណានឹងហើយបន្ទាប់បីដឹងថាមាននឹងឈ្មោះហើយបន្ទាប់មកចូលទៅកាន់សេរីរបស់យើងតែម្ដងទៅប៉ុន្តែមើលទៅកាន់ trailer ភាគមុនបន្តិចទៅនឹងហើយបន្ទាប់បានរំលឹកទៅកាន់សេរីរបស់យើងដែលជាភាគ1ហើយកុំឲ្យយូរទៅបានច្រើននឹងចូលទៅកាន់សេរីរបស់យើងដែលជាភាគ2តែម្ដងទៅដែលសេរីរបស់យើងបន្តភាគមុនយើងក៏បានឃើញទៅកាន់ក្មេងៗទាំងអស់ហ្នឹងបានរត់ចេញផងដែរដោយសារតែរត់ជាអំពីបិសាចនឹងឯងនឹងក៏បានជួបទៅកាន់បរិមម្នាក់ផងដែរដែលជាភ្នាក់ងារពិសេសឬក៏គេហៅថាអ្នកការពារព្រំដែននឹងឯងអាក្មេងទាំងអស់ហ្នឹងមកទៅបាននឹងថាគាត់ក៏ជាអ្នកការពារព្រំដែនហើយក៏បានបើគាត់ទៅជួយសម្លាប់ទៅកាន់បិសាចតែម្ដងហើយគេក៏បានជួយព្រមផងដែរប៉ុន្តែមកដល់គឺមិនឃើញបិសាចវិញទេឃើញតែរំដៅមួយដែលយ៉ាងធំនឹងឯងបន្ទាប់ពីអបិនឹងបានឃើញបែបនេះហើយវាក៏បានរាយការណ៍ទៅកាន់ទីសការនៃអ្នកការពារព្រំដែនតែម្ដងថាគឺមានការប្រកួតមួយយ៉ាងធំក៏បានកើតឡើងហើយវាក៏បានបញ្ចប់ទៀតបាត់ទៅហើយមួយទៀតដែលនៅគិនវានឹងមិនក៏មិនដឹងឈ្មោះថាកាន់ពួកគេថាមានឈ្មោះអ្វីទេដោយសារតែរឿងមិនបានប្រាប់នឹងឯងនឹងវាក៏បាននិយាយទៀតហើយនេះជាកិច្ចការកម្រិត A យើងគឺបានកកខានបាត់ទៅហើយទីថ្នាក់ការនឹងក៏បានតតវិញផងដែរថាវាគឺពិតជាមានរឿងដ៏ចម្លែកខ្លាំងមែនទែនព្រោះថាគ្មានក្រុមណាមួយនៅចិត្តនោះទេក្រៅពីក្រុមរបស់គេនឹងឯងហើយពួកគេក៏ពិតជាឆ្ងល់ចំពោះរឿងមួយនេះផងដែរហើយសេរីរបស់យើងក៏កាត់មកដល់មីកាតូនិងយូម៉ានៅវិញមីកាតូគេក៏បានសួរទៅកាន់យូម៉ាទៀតហើយតើឯងគឺជាអ្វីឲ្យប្រកាសទៅយូម៉ាគេក៏បានប្រាប់ទៅកាន់មីកាតូផងដែរថាគេនឹងគឺជាអ្នកប្រមាញ់ច្រកទ្វារអីចឹងទៅហើយអាវុធដែលគេប្រើនោះក៏បានមកពីអ្នកជិតខាងផងដែរប៉ុន្តែអ្នកជិតខាងដែលបានបង្កើតនោះមិនមែនជាសត្វចម្លែកនោះទេគឺជាមនុស្សដូចជាគាត់ដែរនឹងឯងហើយពួកគេនឹងក៏នៅតែបន្តដល់និយាយគ្នានឹងឯងនិយាយរហូតដល់យប់តែម្ដងប៉ុន្តែគណៈពេលដែលកំពុងតែនិយាយនោះអាមរុយចន្ទួយនឹងក៏បានចេញមកប្រាប់ទៅកាន់យូម៉ាទៀតហើយថាកុំបង្ហាញចៃរឿងនឹងច្រើនពេកអីហើយកូនយូម៉ានឹងក៏បានធ្វើតែម្ដងអីយ៉ាខ្ញុំមិនមែនជាអ្នកជិតខាងពេញលេខនោះទេខ្ញុំក៏ជាជនជាតិជប៉ុនម្នាក់ដែរហើយអាកូនមីកាតូនឹងក៏នៅតែបានសួរដេញដោលនឹងឯងតើជាណាគេជនជាតិជប៉ុនឬក៏អ្នកជិតខាងឲ្យពិតប្រាកដយើងគឺបានវល់ខួរទៅហើយកូនយូម៉ារបស់យើងក៏ថាតបទៅភ្លាវតែម្ដងខ្ញុំគឺជាអ្នកជិតខាងហើយគឺជាជនជាតិជប៉ុនដែរដែលមិនថាអូនមីកាតូនឹងក៏ថាក្រាំងសួរតែម្ដងគឺថានឹងនិយាយថាមិននោះទេហើយកូនមីកាតូនឹងក៏នៅតែបន្តគិតបន្តទៅទៀតនឹងឯងយ៉ាងណាមិញគាត់ក៏បានជួយមកកាន់ជីវិតរបស់ខ្ញុំផងដែរប៉ុន្តែយ៉ាងណាមិញគាត់ក៏មានអាវុធរបស់អ្នកជិតខាងប៉ុន្តែខ្ញុំក៏គិតថាគាត់មិនមែនជាមនុស្សអាក្រក់ប៉ុន្មាននោះទេក្នុងនាមខ្ញុំជាអ្នកការពារព្រំដែននោះខ្ញុំត្រូវទៅតាមដានទៅកាន់គាត់ឲ្យបានចិត្តដិតហើយមើលទៅហើយនាពេលនោះគេក៏នៅតែចង់និយាយបន្តទៅទៀតប៉ុន្តែគណៈពេលនោះកូនយូម៉ាគឺបានកោពោះបាត់ទៅហើយគេក៏បានរកកន្លែងញ៉ាំអីចឹងទៅនឹងកូនយូម៉ារបស់យើងគេថាដកលុយមកដុំប៉ុណ្ណានៃនឹងឯងកូនអ្នកមានតែក៏សំដែរកូននឹងដុតដែរហ្នឹងមានគេដកលុយរបស់គេមកហើយគេថាកវីយកនឹងឯងខ្ញុំមានតែប៉ុណ្្នឹងឯងនេះខ្ញុំក្រទេកូនអ្នកក្រចាយលុយតែប៉ុណ្្នឹងឯងកូនមីកាតូរបស់យើងគេថាគៀងសួតតែម្ដងដែលមិនមែនគៀងត្រឹមតែអូនមីកាតូនោះទេគឺថាអ្នកជុំវិញគ្រូថាគៀងតែម្ដងហើយអូនមីកាតូក៏បានប្រាប់តែម្ដងអាចចង្រៃយកឲ្យដកលុយមកច្រើនលែទីគេប្លន់ងាប់ឥឡូវហើយក៏បាននាំគេរត់ទៅខាងមុខទៅកុំឲ្យមានការចាប់អារម្មណ៍ច្រើនពេកពេលដែលកំពុងតែធ្វើដំណើរហ្នឹងអូនមីកាតូក៏បានដេកក្បាលទៅកាន់អូនយូម៉ានឹងផងដែរប៉ុន្តែគ្រាន់តែដេកក្នុងចិត្តតែប៉ុណ្ណោះដេកថាកូនយូម៉ាហ្នឹងគឺពិតជាល្ងងខ្លាំងមែនទែនកូននឹងបន្ទាប់ពីឈប់ធ្វើការធ្វើដំណើរហើយក៏បានដេកក្បាលទៅកាន់អូនយូម៉ាតែម្ដងកុំឲ្យដកលុយច្រើនពេកនៅលើក្រោយកូនយូម៉ារបស់យើងក៏បានតបផងដែរថាគេគឺបានយល់ហើយបន្ទាប់ពីដើរទៅខាងមុខបន្តិចនឹងជប់ទៅកាន់កូនក្មេងស្ទើរម្នាក់ផងដែរហើយកូននឹងបន្ទាប់បានដើរកាត់មុខបន្តិចនឹងធ្វើខ្លួនឯងដួលបាក់ជើងវាអីណានឹងមិនត្រឹមតែប៉ុណ្ណោះនោះទេវាក៏បានទាលុយទៅកាន់កូនយូម៉ាយើងផងដែរហើយកូនមីកាតូរបស់យើងក៏បាននឹងរំហត់ដែរថាពួកនេះហើយគឺអ្នកដែលបានឃើញលុយបាញ់មិញនឹងឯងហើយវាក៏ទៅបានមកគំរាមទៅកាន់កូនយូម៉ានឹងឯងអានេះស្គាល់របស់ពិតឯនេះហើយវាហាមកមិនមែនទាតិចនោះទេគឺវាទាម្ដងតែ 50,000 យេននឹង1លានយេនឯណោះហើយកូនយូម៉ារបស់យើងក៏បានសួរតែម្ដងហើយយកលុយទៅធ្វើអីហើយទៅជួបបញ្ជាបណ្ឌិតបែរទេហើយគណៈពេលនោះដែរកូនមីកាតូនឹងក៏បានដាស់តឿនទៅកាន់យូម៉ាយើងផងដែរថាកុំអើពើនឹងពួកគេខ្លាំងពេកអីហើយកូនយូម៉ាក៏បានចូលប្រឹងពលនេះផងដែរប៉ុន្តែបើប្រហែលនោះក្មេងទៅក៏បានទៅដាក់ទៅកាន់កូនមីកាតូនឹងមិនដៃតែម្ដងហើយវាក៏នៅតែជិបទាវឡែតនឹងឯងអញថាជើងអញបាក់គឺបើអើយចាប់ឲ្យលុយមកកាន់អញភ្លាមមកនឹងបន្ទាប់ពីវាទៀតទៅកាន់កូនយូម៉ានឹងខ្លាំងពេកកូនយូម៉ាក៏បានសម្រេចមិនហូតទៅកាន់វាតែម្ដងគឺថាលៀងទៅកាន់វាមកជើងម៉ាំងគឺថាបាក់ជើងតែម្ដងឲ្យរៀងថ្ងៃក្រោយឥឡូវជួយរបស់ពិតតែម្ដងហើយកូនយូម៉ានេះក៏បាននិយាយទៀតហើយយ៉ាឥឡូវនេះគឺវាបាន
បានសម្រេចបំណងរបស់ឯងទៅហើយបន្ទាប់មកក៏បានបោះលុយទៅកាន់វាតែម្ដងអីយ៉ាឯនេះលុយ10យន់របស់ឯងហើយយើងក៏បានរត់គ្នាទៅហើយមិនមែនគៀងតែអ្នកមើលទេឥឡូវនេះគឺថាគៀងតែអែនមានទៀតផងហើយពួកអូននឹងមកទៅទៅថ្មងប៉ុណ្ណេះហើយមិនដឹងថារត់លឿនឆ្កើតែម្ដងគ្មានងាកក្រោយអីសូម្បីតែបន្តិចនោះទេបន្ទាប់ពីពួកនឹងចាច់ចេញទៅហើយកូនមីកតូក៏បានសួរទៅកាន់កូនយូម៉ាតែម្ដងតើឯងដោះស្រាយរឿងយ៉ាងដូចម្ដេចនឹងកូនយូម៉ាក៏បានប្រាប់ទៅកាន់វាវិញហើយយ៉ាងណាមិញវាក៏ចង់បានបាក់ជើងឥឡូវបាក់ជើងហើយតើហើយគឺថាសម្ដីរបស់ម៉ាននេះគឺថាអូនមីកតូរបស់យើងគៀងសួរតែម្ដងមិនដឹងថានិយាយថាម៉េចនោះទេហើយបន្ទាប់មកពួកគេនឹងក៏បានទៅរក AC តែម្ដងដោយសារតែឃ្លានពេកនឹងឯងហើយកូនយូម៉ាក៏បាននិយាយថាវានឹងចាញ់លុយសម្រាប់ខ្លួនឯងប៉ុន្តែកូនមីកតូនឹងក៏បានតទៅវិញផងដែរអ្នកគឺមិនចូលអំពីជនជាតិជប៉ុននោះទេហើយគេក៏បានប្រាប់ឲ្យអូនយូម៉ានៅទីនោះទៅដែលទុកឲ្យគេនឹងគឺអ្នកទៅទិញវិញដែលបន្ទាប់ពីអូនមីកតូនឹងធ្វើដំណើរទៅទិញអីឲ្យកូនយូម៉ានឹងស៊ីនឹងមានអីគណៈពេលនោះកូនក្មេងស្ទាវពីរនាក់នឹងក៏បានមកទៀតហើយមើលទៅកាន់កូនយូម៉ារបស់យើងក៏តែមានតែវិញថាកាន់លុយនឹងក៏និយាយដែរថាអានេះស្អីគេទៅហើយជាកដាស់មកច្រឡឹកទេតើហើយអ្វីក៏ពួកវាចង់បានទៅកាន់វាខ្លាំងម្ល៉េះហើយពួកកូនក្មេងស្ទាវនឹងមកទៅបានមកដល់ក៏បាននិយាយតែម្ដងអាចយើងរ៉ៃយកអាក្មេងតូចចាប់ឲ្យលុយមកកាន់យើងទៅក៏ភ្លាវមកនឹងវាឃើញទៅកាន់កូនយូម៉ានឹងសើបើដែរក៏បានបោកតែម្ដងយ៉ាឥឡូវនេះមកពុកម្ដាយរបស់ខ្ញុំគឺបានឈឺបាត់ទៅហើយគាត់ខ្លាចរន់ឈឺយ៉ាងខ្លាំងក្លានឹងឯងហើយខ្ញុំក៏ត្រូវការលុយបន្តិចបន្តួចផងដែរដើម្បីទៅវត្តភ្នំអាចច្រឡំយកទៅព្យាបាលទៅកាន់ពួកគាត់ហើយកូនយូម៉ាក៏បានទៅវិញតែម្ដងអីយ៉ាមិននោះទេចំពោះរនេះខ្ញុំប្រកាសជាឲ្យទៅកាន់ឯងច្រើនជាមិនខាននោះទេប៉ុន្តែក៏បាននិយាយទៀតហើយបើសិនជាឯងក៏ហក់ខ្ញុំនោះប្រកាសជាខ្ញុំនឹងដាក់ទៅកាន់ឯងជាមិនខាននោះទេហើយកូននឹងក៏បានទៅវិញតែម្ដងខ្ញុំគឺហ៊ានសបតហើយអូននឹងបោកទៅកាន់ណាបោកទៅកាន់កូនយូម៉ានេះមិនមនុស្សធម្មតាណាហើយវាក៏បានមើលដឹងផងដែរនឹងគណៈពេលនោះដែរគឺថារង្គើទៅកាន់ទីក្រុងមួយទាំងមូលតែម្ដងហើយកូននឹងគឺថាខ្ទប់ជាងនឹងឯងកូនយូម៉ាក៏បាននិយាយទៅវិញហើយខ្ញុំគឺបានដឹងទៅហើយការពិតឥឡូវនេះវាគឺបានរៀបត្រដាងហើយពួកកូនមិនស្ទើរក៏ពិតជាផៃក្លែងមកទាំងរត់មិនទាន់នោះទេម្នាក់ម្ដាយមកជើងគឺថាក្លៀនជាងទាំងអស់តែម្ដងនឹងគណៈពេលនោះកូនមីកតូនឹងក៏បានមកមើលតែម្ដងហើយកូនយូម៉ាតែធ្វើអីទៀតហើយកូនយូម៉ាក៏បានតទៅវិញមកដែរមិនអីនោះទេនៅពេលនេះគឺមានណាម្នាក់បាក់ឆ្អឹងទៀតនោះទេគឺថាការងារឡើង perfect តែម្ដងនឹងមិនទៅបានដោះស្រាយទៅកាន់បញ្ហាទាំងអស់ហើយពួកគេក៏បានរកកន្លែងមួយដើម្បីអង្គុយដើម្បីបរិភោគអីអញ្ចឹងទៅហើយកូនមីកតូក៏បាននិយាយផងដែរនៅទីនេះកុំប្រើពើហឹកសាខ្លាំងខ្លាពេកអីនឹងកូនយូម៉ាវាក៏បានសួរផងដែរតើអ្នកមិនអត់ខ្ញុំតបតទេមែនទេកូនមីកតូក៏បានប្រាប់ទៅវិញហើយយ៉ាងណាមិញដំណោះស្រាយក៏វាមានច្រើនណាស់មិនមែនប្រើទៅពើហឹកសាមួយនោះទេហើយប្រទេសរបស់យើងក៏វាមានច្បាប់ផងដែរកូនយូម៉ាក៏បានតទៅវិញហើយខ្ញុំមិនដឹងពីច្បាប់អ្វីនោះទេហើយយ៉ាងណាមិញច្បាប់គឺបានការពារទៅការមនុស្សលោកប៉ុន្តែនៅចុងបញ្ចប់ឪពុករបស់ខ្ញុំគឺនៅតែត្រូវបានស្លាប់ដដែលនឹងឯងហើយយ៉ាងណាមិញកម្លាំងការពារខ្លួនឯងគឺបានល្អជាងទៀតផងបើសិនជាមានកម្លាំងនោះមិនបាច់ពឹងទៅកាន់ច្បាប់អ្វីនោះទេនឹងកូនមីកតូបន្ទោបានលឺហើយវាក៏បានកាត់ចំពោះសម្ដីមួយនេះផងដែរកូនយូម៉ាក៏ទៅបាននិយាយទៀតហើយយ៉ាងណាមិញឥឡូវនេះវាគឺពិតជាចម្លែកខ្លាំងណាស់ប្រហែលជានៅប្រទេសជប៉ុននឹងបានអាចទទួលទៅកាន់ច្បាប់របស់ខ្ញុំបានទេមើលទៅហើយកូនមីកតូនឹងក៏បានប្រាប់ទៅវិញផងដែរយ៉ាងណាមិញឯងគឺត្រូវតែស្របចំពោះរឿងមួយនេះផងដែរកូនយូម៉ាក៏បានតទៅវិញហើយមើលនោះទេអញ្ចឹងឯងធ្វើជាគ្រូរបស់ខ្ញុំតែម្ដងទៅហើយកូនមីកតូនឹងក៏បានយល់ព្រមចំពោះរឿងនេះផងដែរដោយសារតែគាត់ថាបង្រៀនទៅកាន់គេប្រហែលជាល្អអីអញ្ចឹងទៅហើយបានប្រាប់ឲ្យគេនឹងច្បាប់បង្គាប់ទៅកាន់គាត់ផងដែរប៉ុន្តែគណៈពេលនោះនិយាយបន្ទប់បំផុតពីមុខហ្នឹងអូននឹងដើរទៅកណ្ដាលខ្នល់ឡានបុកប្រកាច់ទៀតបាត់ទៅហើយកូនមីកតូរបស់យើងបន្ទប់បានឃើញក៏ពិតជាព្រួយបារម្ភចំពោះរឿងនេះខ្លាំងមែនទែនហ្នឹងក៏បានរត់ទៅមើលទៅកាន់កូនយូម៉ាតែម្ដងប៉ុន្តែកូនយូម៉ាហ្នឹងមើលទៅកាត់ខ្លួនរបស់វាគឺថាមានផ្សែងហុយជាច្រើននឹងឯងនឹងរាងកាយរបស់គេក៏មានសមត្ថភាពពិសេសអាចចូលទៅកាន់ខ្លួនឯងវិញបានផងដែរបន្ទប់វាបានបុកហើយឯអ្នកបុកហ្នឹងក៏បានចង់មកតែម្ដងអីចាប់ហៅទៅកាន់ឡានបែបរៀនទៅប៉ុន្តែគណៈពេលនោះកូនហ្នឹងក៏មកដូចធម្មតាយ៉ាងអញ្ចឹងនឹងក៏បានដកលុយទៅកាន់គេទៀតផងឯណានេះនិយាយលុយយកទៅគឺខ្ញុំគឺបានបុកឡានរបស់អ្នកហើយដុតដែរហ្នឹងធ្វើមិនបុកគ្នាមិនដឹងហើយកូនមីកតូរបស់យើងមិនទៅបានឃើញថាកៀងសួរតែម្ដងគ្មានអ្វីនិយាយចេញនោះទេនឹងក៏បានកាត់ផងដែរថាកូននេះមិនមែនជាមនុស្សអាក្រក់អ្វីនោះទេបន្ទាប់មកស្រីរបស់យើងក៏បានកាត់មកដល់សាលារៀនឯនេះវិញដែលនេះពេលនេះដែរកូនពីនឹងកំពុងតែបរិភោគអាហារអីចឹងទៅហើយអូនមីកតូក៏បានប្រាប់អូនយូម៉ានឹងកុំអោយគិតច្រើនអំពីរឿងមកសើមិញអីយ៉ាងណាមិញឯងចាត់ទុកខ្លួនឯងជាយុទ្ធជប៉ុនម្នាក់ទៅបានហើយយ៉ាងណាមិញរឿងឈុតពិសេសរបស់ឯងនឹងកុំប្រើវាយ៉ាងយកខ្លាំងពេកហើយមនុស្សយន្តអន្តរមួយដែលនៅជាមួយនឹងអូនយូម៉ានឹងក៏បានចូលស្របជាមួយនឹងអូនមីកតូផងដែរហើយអូនយូម៉ានឹងមានអីយកស្របតាមគេតាមឯងដែរទៅដែលគណៈពេលដែលពួកគេកំពុងតែធ្វើការពិភាក្សាគ្នានឹងពួកក្មេងព្រានក៏បានមកទៀតហើយកូនយូម៉ាក៏បានមើលដឹងផងដែរថាពួកនេះជាពួកអត់ត្រូវមិនសូវមិញនឹងឯងប៉ុន្តែវាដូចជាសះស្បើយលឿនខ្លាំងម្ល៉េះហើយការងាររបស់ពួកកូននឹងមានអីក្រៅពីទាលុយគេនោះទេហើយកូនមីកតូរបស់យើងគណៈពេលដែលបានឃើញក៏ពិតជាទៅព្រៃខ្លាំងមែនទែនក៏បានដើរទៅថាទៅឲ្យពួកនឹងតែម្ដងប៉ុន្តែទៅដូចជាទៅឲ្យគេវាយយ៉ាងអញ្ចឹងគឺថាត្រូវមកជួយច្រាត់លុយជង្គង់ទៅបាត់ទៅហើយកូនយូម៉ារបស់យើងក៏បានមកសួរទៅកាន់កូនមីកតូផងដែរតែពួកគេភ្លេច
អំពីរឿងមិនសើមិញហើយមែនទេមីកតោក៏បានប្រាប់ផងដែរថាអ្នកការពារព្រំដែននឹងតែងតែលុបការចងចាំទៅកាន់មនុស្សធម្មតាអីចឹងទៅឲ្យតែពាក់ព័ន្ធជាមួយនឹងពួកបិសាចនឹងឯងកុំឲ្យតែពួកគេមានភាពភ័យខ្លាចបន្តទៅទៀតហើយកូនមីកតោក៏បានប្រាប់ទៀតហើយនេះហើយជាមូលហេតុដែលពួកវាមិនខ្លាចនឹងឯងហើយកូនយូម៉ារបស់យើងគណៈពេលដែលបានដឹងក៏បានចាត់ការតែម្ដងជាប់តែមួយជើងតែម្ដងរង្គើពេញទីនឹងតែម្ដងនឹងក៏បាននិយាយឲ្យខ្ញុំគឺគ្រាន់តែដកឆ្លងកាត់តែប៉ុណ្ណោះហើយពួកនឹងក៏មិនហ៊ានជាមួយនឹងអូនយូម៉ាយើងផងដែរហើយកូនពេលហ្នឹងមកទៅបចាត់ការហើយក៏បានឲ្យចូលមកខាងក្រោមផងដែរអូនយូម៉ាក៏បានរកដែរថាវាដូចជាគ្មានសន្តិភាពនោះទេហើយបន្ទាប់មកពួកគេក៏បានចូលក្នុងថ្នាក់រៀនធម្មតាអីចឹងទៅហើយពួកសាច់ញ៉ាំច្រើនណាស់ដែលបានមកឡំពាត់ទៅកាន់កូនយូម៉ានឹងក៏បានសោទៅកាន់វាថាសក់គឺពិតជាលយខ្លាំងមែនទែនហើយពួកគេក៏នៅតែបានសួរទៅកាន់អូនយូម៉ានឹងឯងថាវាគឺមកពីប្រទេសណាដែរហើយការរស់នៅវប្បធម៌នៅទីនោះវាយ៉ាងម៉េចទៅហើយអូននឹងក៏បានតទៅវិញហើយនៅក្នុងប្រទេសរបស់ខ្ញុំគេមិនបានលេងកីឡាលេងអីនោះទេចម្រៀងនេះក៏មិនច្រៀងដែរប៉ុន្តែគេវាយគ្នារាល់ថ្ងៃដែលសម្ដីមួយម៉ាត់នេះនឹងធ្វើពួកគេមានការចាប់ផ្ដើមយ៉ាងខ្លាំងហើយពួកគេក៏នៅតែបានសួរទៀតនឹងឯងតើអូនយូម៉ានឹងដឹងអំពីអ្នកចិត្តខាងដែរទេកាលពី4ឆ្នាំមុននឹងអ្នកចិត្តខាងក៏បានចូលមកវាប្រហារមកកាន់ភពផែនដីមួយនេះដែលបណ្ដាលឲ្យមនុស្សចំនួន1200នាក់ត្រូវបានបាត់បង់ជីវិតនិង400នាក់ទៀតគឺបាត់ខ្លួនរមិនឃើញនោះទេនិងពួកគេក៏បានរំលឹកដែរថាផ្ទះរបស់ពួកគេក៏ត្រូវបានបំផ្លាញអីចឹងទៅនិងក៏បានសួរទៅកាន់អូនមីកាតូផងដែរតើផ្ទះរបស់វាមិនដែរអូនមីកាតូក៏បានប្រាប់ហើយកាលនោះគាត់មិននៅទីក្រុងមួយនេះនោះទេកូនយូម៉ានឹងក៏បានលើក៏បានឆ្ងល់ទៀតហើយតើអាចដោះស្រាយវាដល់របៀបណាទៅពួកកូនសិស្សនឹងក៏បានប្រាប់ទៅវិញហើយគឺមានក្រុម boulder មួយដែលគេហៅថាអ្នកការពារព្រំដែននឹងឯងពួកគេក៏បានសិក្សាអំពីបច្ចេកវិទ្យារបស់មនុស្សភពក្រៅដែលកាលពីមុននោះកន្លែងដែលលេចទៅកាន់ច្រកទ្វារគឺវាមានច្រើនណាស់តែឥឡូវនេះវាបានមករួមមកកាន់ទីក្រុងនឹងតែមួយទៅហើយដោយសារតែដើម្បីការពារទៅកាន់ប្រជាជនអីចឹងទៅហើយអូននឹងក៏វាមានក្តីស្រមៃចង់ខ្លាចជាក្រុម boulder នឹងផងដែរហើយអូនយូម៉ារបស់យើងក៏បានចង់លូកមាត់តែម្ដងប៉ុន្តែអូនមីកាតូនឹងមកខ្ទប់មាត់តន់កុំឲ្យនិយាយបែកធ្លាយអំពីរឿងរបស់ពួកគេហើយពួកសិស្សទាំងអស់នឹងក៏ពិតជាឆ្ងល់ចំពោះរឿងមួយនេះគណៈពេលនោះក៏មានកុំមនុស្សយន្តត្រូនមួយក៏បានមកក្លប់មើលទៅកាន់ពួកគេផងដែរបន្ទាប់ពីកូនមីកាតូនាំទៅកាន់កូនយូម៉ាមកដល់កន្លែងមួយហើយកូនយូម៉ាក៏បានសួរទៅអូនមីកាតូផងដែរថាមើលទៅនៅការពេលព្រំដែនប្រៀបដូចជាវីរបុរសយ៉ាងអញ្ចឹងនៅក្នុងសម្ដីដែលពួកគេបាននិយាយនឹងឯងប៉ុន្តែជាមូលហេតុអ្វីទៅដែលពួកគេត្រូវបានលាក់ខ្លួនបែបនេះហើយកូនយូម៉ាក៏នៅតែបានសួរបន្តទៀតនឹងឯងថាខ្ញុំគឺជាអ្នកចិត្តខាងផងដែរហើយមិនជាឯងមិនប្រហារមកកាន់ខ្ញុំតែម្ដងទៅអូនមីកាតូក៏បានបន្តទៅវិញទៀតដែរថាយ៉ាងណាមិញឯងមិនមែនជាដូចជាពួកគេនោះទេហើយក៏បានជួយជីវិតមកកាន់ខ្ញុំទៀតផងប៉ុន្តែបើសិនបើជាមានរឿងលើក្រោយនោះខ្ញុំគឺមិនដោះស្រាយជាមួយនឹងឯងនោះទេប៉ុន្តែគណៈពេលដែលពួកគេកំពុងតែពិភាក្សាទៅកាន់គ្នានោះមានអីច្រកទ្វារមួយក៏បានលេចឡើងតែម្ដងហើយលេចឡើងនេះគឺថានៅកណ្ដាលសាលានឹងឯងចំណែកពួកបិសាចចុះមកនេះមិនមែនមួយក្បាលហើយក៏មិនមែន3ក្បាលដែរគឺចំនួន2ក្បាលហើយរូបរាងវាគណៈពេលនេះដែរក៏បើវត្តទៅដូចជាការជាងមុននឹងឯងហើយកូនមីកាតូក៏ពិតជាឆ្ងល់ចំពោះរឿងមួយនេះដោយសារតែវាមិនដែលកើតឡើងមកពីមុននោះទេហើយយ៉ាងណាមិញសិស្សសាលាទាំងអស់គណៈពេលដែរគឺត្រូវតែជំនឿខ្លួននឹងឯងដោយសារតែពួកបិសាចនឹងគឺបានមកទៅហើយគណៈពេលដែលសិស្សទាំងអស់កំពុងតែគេខ្លួនក្មេងស្រីម្នាក់ក៏មិនទាន់បានរត់អ្វីនោះទេមើលទៅកាន់បិសាចនឹងឯងដែលនាងមានសុំបង្ហើបបន្តិចចោះក៏ជាអ្នកការពារព្រំដែនម្នាក់ដែរហើយបិសាចនឹងក៏បានឃើញទៅកាន់នាងតែម្ដងដែលនាងនឹងក៏ចង់រត់បកក្រោយទៅវិញផងដែរប៉ុន្តែជួបទៅនឹងលោកគ្រូនយុគាត់ក៏បាននាំនាងចាក់ចេញពីទីនោះផងដែរហើយគណៈពេលនេះដែរសិស្សជាច្រើនកំពុងតែមានគ្រោះថ្នាក់យ៉ាងខ្លាំងក្លានឹងឯងកំពុងតែរត់គេចពីបិសាចនឹងគឺថាគ្មានងាកក្រោយនោះទេគណៈពេលនោះកូនមីកាតូនឹងក៏បានមកជួយទៅកាន់ពួកគេផងដែរដោយការប្រែខ្លួនជា 4i អីចឹងទៅប៉ុន្តែសាច់រឿងនេះក៏ចោលមកសៀខ្លាំងមែនទែនមិនទាន់វាយគ្នាអីផងសាច់រឿងនៅភាគនេះក៏បានបញ្ចប់តែម្ដងហើយនេះក៏ជាភាគ2ផងដែរអញ្ចឹងជួបគ្នានៅភាគ3ប្រហែលជាមានភាគវាយគ្នានឹងឯង